នៅពេលដែលបុគ្គលិកបងអត់ធ្វើអ្វីមួយបងកុំអានបន្តគាត់មនុស្សអត់ខ្ជិលទេតែមនុស្សអត់ដឹងថាធ្វើអីបងមនុស្សដែលធ្វើបានយល់អញ្ចឹងសរុបមកវិញខ្ញុំឲ្យតែ3ចំណុចបងអូនទៅវិញឲ្យគាត់មានផែនការទី2បងអូនឲ្យគោលការណ៍ណែនាំអនុវត្តដើម្បីឲ្យគាត់ធ្វើ1 2 3 4ហើយបងអូនជាអ្នក supervise ជាអ្នក supervise ដើម្បីជួយមើលគាត់ថាគាត់ធ្វើតាមត្រឹមត្រូវឬក៏មិនត្រឹមត្រូវ